ពុទ្ធាបទានទី1ភាគទី3ព្រះអរិយទាំងនោះមានសព្វជញ្ញៈក្រោកឡើងហើយផ្គត់ព្រះភ្នែនលើសំណឹងបំពេញសេចក្តីត្រេកអរក្នុងឈានជាអារម្មណ៍របស់ព្រះពុទ្ធទាំងពួងពួកព្រះអរិយខ្លះសម្ដែងធម៌ពួកខ្លះក្រសាដោយឫទ្ធិពួកខ្លះក្រសាដោយអបណាសមាធិពួកខ្លះចម្រើននៅវស័យក្នុងអភិញ្ញាធ្វើវិកុបនីអធិច្រើនសែនព្រះពុទ្ធទាំងឡាយទ្រង់សួរនៅប្រស្នាជាវិស័យព្រះពុទ្ធជារបៀបនៃសព្វញ្ញូពុទ្ធចំពោះព្រះពុទ្ធទាំងឡាយដែលត្រាស់ដឹងហេតុដល់ជ្រៅល្អិតដោយប្រាជ្ញាសាវកទាំងឡាយសួរព្រះពុទ្ធទាំងឡាយឯព្រះពុទ្ធទាំងឡាយក៏សួរសាវកទាំងឡាយព្រះពុទ្ធព្រះបច្ចេកពុទ្ធនិងសាវកជាអ្នកបម្រើទាំងនោះសួរគ្នានឹងគ្នាផងឆ្លើយដល់គ្នានឹងគ្នាផងព្រះអរិយបុគ្គលទាំងនោះកាលត្រេកអរក្នុងពុទ្ធកិច្ចយ៉ាងនេះហើយរមែងរីករាយលើប្រាសាទឯឆាត់រួតប្រកាសស្មើដោយរបៀបនៃកែវក៏ស្ថិតនៅតថាគតប្រកាសថាឆាត់ដែលប៉ាក់ដោយបណ្ដាញមាសដែលរចនាដោយបណ្ដាញប្រាក់ដែលពាន់ពាត់ដោយបណ្ដាញកែវមុខក្តារឆាត់ទាំងអស់នោះសូមបាំងលើព្រះកេសព្រះពុទ្ធពិដានសម្ពុតដែលវិចិត្រដោយរូបផ្កាយមាសដែលវិចិត្រដោយរបៀបផ្កាពិដានទាំងនោះសូមបាំងលើព្រះកេសព្រះពុទ្ធសូមស្រះបោកខរណីដេរដាស់ដោយចង្កោមផ្កាមានក្លិនក្រអូបនិងចង្កោមផ្កាឈើមានក្លិនក្រអូបល្អដោយចង្កោមផ្កាក្រអូបដេរដាស់ដោយផ្ទាំងសម្ពុតតាក់តែងដោយចង្កោមកែវសូមស្រះបោកខរណីដេរដាស់ដោយផ្កាយវិចិត្រល្អអាប់ដោយក្លិនក្រអូបតាក់តែងដោយគ្រឿងប្រោះព្រំដល់ក្រអូបបិទបាំងដោយពិដានមាសសូមស្រះបោកខរណីក្នុងទិសទាំង4ប្រងព្រាតដោយឈូកនិងអបុលរយរាយដោយលំអងផ្កាឈូកកើតប្រកាសក្បែរប្រាសាទមាសដើមឈើទាំងអស់ជុំវិញប្រាសាទសូមបញ្ចេញផ្កាលុះបញ្ចេញផ្កាហើយសូមរយរាយក្លិនទៅលើប្រាសាទសូមពួកកងោកពងលើប្រាសាទនោះសូមពួកហង្សជាទឹកស្រែកកញ្ជ្រៀវសូមពួកករវឹកយំសូមពួកបាក់សៃរងាវជុំវិញប្រាសាទនោះសូមពួកស្គរទាំងអស់លាន់លឺខ្ទោកទាសូមពួកពិនទាំងអស់លាន់លឺសូមពួកចម្រៀងទាំងអស់ច្រៀងជុំវិញប្រាសាទសូមបល្ល័ង្កមាសដ៏ធំដែលបរិបូរណ៍ដោយពន្លឺមិនដាច់ដែលរចនាដោយកែវស្ថិតនៅក្នុងចក្រវាឡជាពុទ្ធខេត្តទាំងប៉ុន្មានផងក្នុងចក្រវាឡដតីពីនោះផងសូមពួកឈើប្រទីបភ្លឺរុងរឿងសូមឈើទាំង10000មានពន្លឺតែបែបមួយតគ្នាសូមពួកស